អូខេតោះថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលពីកន្លែងដើរលេងខ្លះៗនៅក្នុងខេត្តបៃលិនអញ្ចឹងចង់ដឹងថានៅក្នុងខេត្តបៃលិនខ្ញុំបានទៅលេងកន្លែងណាខ្លះបងប្អូនអាចទស្សនាវីដេអូនេះទាំងអស់គ្នាបាទទឹកដីបៃលិនគឺជាទឹកដីមួយដែលសម្បូរទៅដោយទេសចរណ៍បែបធម្មជាតិអញ្ចឹងគ្រាន់តែខ្ញុំឈានជើងចូលមកដល់ទឹកដីនេះភ្លាមធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាស្រស់ស្រាយខ្លាំងមែនទែនបាទកន្លែងទីមួយដែលខ្ញុំបានទៅនៅក្នុងខេត្តបៃលិនហ្នឹងគឺភ្នំយ៉ាតនិយាយទៅបៃលិនលើកណាក៏អត់សូវដែលខានដែរបងប្អូនឡើងភ្នំយ៉ាតដើម្បីមើលទេសភាពនៅក្នុងខេត្តបៃលិនហ្នឹងគឺមើលឃើញស្អាតខ្លាំងមែនទែនហើយនៅលើហ្នឹងក៏មានវត្តមានចេតិយអីស្អាតទៀតសម្រាប់មធ្យោបាយក្នុងការធ្វើដំណើរឡើងទៅកាន់កំពូលភ្នំយ៉ាតគឺបងប្អូនអាចធ្វើដំណើរដោយថ្មើរជើងតាមកម្មជណ្ដើរក៏បានឬក៏បងប្អូនអាចជិះម៉ូតូឬក៏ជិះឡានឡើងទៅក៏បានដែរបងប្អូនគឺគេមានផ្លូវសម្រាប់ឡានឬក៏ម៉ូតូហើយផ្លូវហ្នឹងគឺអត់ចោលទេបងប្អូនគេមានផ្លូវបេតុងគេធ្វើឲ្យយើងជិះឡើងយ៉ាងស្រួលនៅពេលដែលយើងបានឡើងទៅដល់កំពូលភ្នំយ៉ាតហ្នឹងគឺយើងអាចឈមមើលទេសភាពនៅជុំវិញក្រុងបៃលិនហ្នឹងបានយ៉ាងស្រស់ស្អាតបន្ទាប់ពីខ្ញុំដើរលេងលើកំពូលភ្នំយ៉ាតស្រូបយកខ្យល់អាកាសថតរូបថតអីលេងហើយខ្ញុំក៏បានចុះមកក្រោមបងប្អូនដើម្បីទៅគោលដៅបន្តរបស់ខ្ញុំបាទអញ្ចឹងកន្លែងទី2ដែលខ្ញុំត្រូវទៅដើរលេងនៅក្នុងខេត្តបៃលិនហ្នឹងគឺគេហៅថាទឹកធ្លាក់ភ្នំខៀវបាទទឹកធ្លាក់ភ្នំខៀវនេះគឺល្បីខ្លាំងមែនទែនហើយនៅនឹងសម្បូរភ្ញៀវទៅលេងខ្លាំងបងប្អូនដោយសារតែគេល្បីថាទឹកធ្លាក់ស្អាតហើយទេសភាពនៅលើភ្នំហ្នឹងគឺកាន់តែស្រស់ស្អាតថែមទៀតបាទអូខេតោះឥឡូវយើងទៅមើលទឹកធ្លាក់ភ្នំខៀវនឹងទាំងអស់គ្នានេះគឺជាផ្លូវដែលយើងត្រូវជិះចូលទៅកាន់ទឹកធ្លាក់ភ្នំខៀវតាមសងខាងផ្លូវហ្នឹងគឺស្អាតខ្លាំងមែនទែនបងប្អូនយើងអាចឃើញភ្នំអាចឃើញទេសភាពបៃតងខៀវខ្ចីហើយនៅពេលដែលយើងទៅដល់កន្លែងមុខខាងហ្នឹងគឺគេមានកន្លែង control គេហ្នឹងដើម្បីយើងត្រូវបង់លុយសិនដើម្បីឡើងទៅកាន់ភ្នំខៀវហ្នឹងហើយសម្រាប់តម្លៃវិញក៏ធូរដែរទេបាទនេះគឺជាផ្លូវដែលយើងត្រូវជិះឡើងទៅកាន់ភ្នំខៀវឥឡូវផ្លូវស្អាតមែនទែនបងប្អូនសិតតែបេតុងទៅដល់លើតែម្ដងកាលពីខ្ញុំទៅលើកមុនណាយូរឆ្នាំហើយបងប្អូនផ្លូវពិបាកខ្លាំងមែនទែនអត់ងាយស្រួលចេះទេយើងអត់អាចជិះឡានជិះម៉ូតូឡើងទៅដល់លើចឹងទេយើងឈប់ត្រឹមក្រោមហើយយើងជួលអីវ៉ាន់ដើរឡើងទៅលើប៉ុន្តែឥឡូវគឺផ្លូវស្រួលហើយស្អាតខ្លាំងអញ្ចឹងសម្រាប់បងប្អូនដែលចង់មកលេងភ្នំខៀវអីអត់បារម្ភទេយើងអាចជិះឡានឡើងទៅដល់លើតែម្ដងបាទឥឡូវខ្ញុំបានឡើងមកដល់លើហើយបងប្អូនដូចបងប្អូនបានឃើញអញ្ចឹងទេសភាពស្អាតខ្លាំងមែនទែនហើយក៏ឮសំឡេងធម្មជាតិទឹកហូរទឹកធ្លាក់អីចឹងណាបងប្អូននិយាយទៅគ្រាន់តែឡើងមកដល់កន្លែងហ្នឹងភ្លាមគឺមានអារម្មណ៍មួយថាត្រជាក់ចិត្តខ្លាំងណាស់និយាយទៅស្អាតខ្លាំងមែនទែនបាទនៅពេលដែលយើងឡើងមកដល់កន្លែងខាងលើហ្នឹងគឺគេមានរៀបចំមានកញ្ចុះមានអីសម្រាប់យើងអង្គុយញ៉ាំបាយហើយគេធ្វើកន្លែងឲ្យយើងឈរមើលទឹកអង្គុយលេងអីហ្នឹងស្អាតណាបងប្អូននិយាយទៅហើយសម្រាប់ភ្នំខៀវនេះខ្ញុំមិនដឹងថាមានប៉ុន្មានជាន់ប៉ុន្មានថ្នាក់ដែរគ្រាន់តែខ្ញុំឃើញភាគច្រើនបងប្អូនដែលគាត់ឡើងមកលេងគឺគាត់មកលេងត្រឹមអាជាន់ដំបូងគេនេះឯងបាទហើយខ្ញុំចង់ដឹងថានៅខាងមុខហ្នឹងមានទឹកធ្លាក់មានអីប៉ុណ្ណាទៀតខ្ញុំក៏បានដើរទៅមុខតិចទៀតអត់ឆ្ងាយពីកន្លែងដែលគេចំណាំលេងហ្នឹងមែនទេហើយនៅពេលដែលខ្ញុំដើរទៅមុខហ្នឹងគឺដើរក្រោមដើមឈើខ្ពស់ធំឡើងត្រជាក់ស្រួលមែនទែនជាពិសេសហ្នឹងនៅពេលដែលដើរទៅមុខតិចទៀតហ្នឹងគឺឃើញមានទឹកធ្លាក់និយាយទៅទឹកស្អាតមែនទែនលើសំឡេងទឹកហូរឡើងខ្លាំងបាទហើយសម្រាប់ការមកលេងភ្នំខៀវនេះខ្ញុំមិនដឹងថានៅហ្នឹងគេមានទឹកធ្លាក់ប្រមាណជាន់ប្រមាណថ្នាក់ទេគ្រាន់តែដឹងថានៅខាងមុខហ្នឹងគឺមានច្រើនទៀតអញ្ចឹងបើសិនជាបងប្អូនដឹងថានៅភ្នំខៀវហ្នឹងគេមានទឹកធ្លាក់ប្រមាណជាន់ប្រមាណថ្នាក់បងប្អូនជួយ comment ប្រាប់ផងបាទហើយទឹកធ្លាក់នៅកន្លែងភ្នំខៀវហ្នឹងគឺត្រជាក់ខ្លាំងមែនទែនបងប្អូននៅពេលដែលយើងចុះងុយនិយាយទៅគឺអត់ចង់ឡើងមកវិញទេហើយជាពិសេសហ្នឹងគឺស្រស់ស្រាយខ្លាំងមែនទែនធម្មជាតិនៅមានច្រើនអញ្ចឹងនៅពេលដែលយើងទៅលេងកន្លែងហ្នឹងធ្វើឲ្យយើងទទួលបានអារម្មណ៍ស្រស់ស្រាយបាទហើយនៅលើភ្នំខៀវនេះក៏គេមានលក់ម្ហូបអាហារកំងដែរបងប្អូនបាទបន្ទាប់ពីខ្ញុំបានសម្រាប់ញ៉ាំបាយថតរូបដើរលេងនៅលើភ្នំខៀវងុយទឹកងុយអីហើយខ្ញុំក៏បានរៀបចំអីវ៉ាន់ចុះមកខាងក្រោមវិញដើម្បីបន្តដំណើរទៅកន្លែងមួយទៀតហើយកន្លែងមួយហ្នឹងគឺនៅឆ្ងាយបន្តិចបងប្អូនតែយើងត្រូវជិះមកខាងប៉ាងរលឹមហើយយើងបត់ស្ដាំចូលទៅខាងភ្នំដំបងបាទផ្លូវមកកាន់ភ្នំដំបងនេះគឺមានទេសភាពស្អាតខ្លាំងមែនទែននៅសងខាងផ្លូវហ្នឹងគឺយើងឃើញមានសត្វភ្នំហើយនឹងចំការតែយើងមើលទៅហ្នឹងទេសភាពបៃតងខៀវខ្ចីហើយធ្វើអារម្មណ៍យើងកាន់តែស្រស់ស្រាយជាពិសេសហ្នឹងនៅតាមផ្លូវបងប្អូនគឺកាច់កោងឡើងភ្នំចុះភ្នំអញ្ចឹងនៅពេលដែលយើងជិះលេងតាមហ្នឹងគឺសប្បាយខ្លាំងមែនទែនហើយនៅពេលដែលយើងធ្វើដំណើរទៅមុខហ្នឹងគឺមកដល់កន្លែងភ្នំដំបងហ្នឹងគឺយើងឃើញមានរូបព្រះអង្គធំមួយនៅលើហ្នឹងដែលយើងអាចថតរូបថតអីលេងបានណាបងប្អូនហើយបើសិនជាបងប្អូនឡើងទៅកាន់ភ្នំហ្នឹងគឺបងប្អូនមើលមកក្រោមទេសភាពជុំវិញហ្នឹងនិយាយទៅគឺស្អាតខ្លាំងបងប្អូននៅពេលដែលយើងមើលពីលើមកសម្រាប់បងប្អូនដែលគាត់ចូលចិត្តថតរូបថតអីគឺបងប្អូនអាចទៅលេងតាមផ្លូវហ្នឹងទៅគឺចាប់បានប្លង់ស្អាតតែម្ដងជាពិសេសបងប្អូនចូលចិត្ត off road អី road trip អីហ្នឹងអាចជិះដើរលេងតាមហ្នឹងទៅគឺសប្បាយតែម្ដងហើយទទួលបានខ្យល់អាកាសបរិសុទ្ធធម្មជាតិពិតតែម្ដងហើយបន្ទាប់ពីខ្ញុំបានដើរលេងថតរូបថតអីឡើងលើភ្នំដបងអីហ្នឹងហើយពួកខ្ញុំក៏បានចុះមកក្រោមវិញហើយលើកហ្នឹងគឺខ្ញុំអត់បានបកក្រោយទេគឺខ្ញុំធ្វើដំណើរទៅមុខត្រង់ទៅខាងទឹកដីសំឡូតចាស់នៅខេត្តបាត់ដំបងវិញបាទអញ្ចឹងសម្រាប់វីដេអូនៃដំណើរកម្សាន្តរបស់ខ្ញុំទៅកាន់ទឹកដីខេត្តបៃលិនគឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តធម្មជាតិជិះលេងតាមផ្លូវមើលទេសភាពព្រៃភ្នំអីបងប្អូនអាចទៅលេងនៅខាងហ្នឹងទៅគឺត្រូវហើយបងប្អូន